ហានមកជាការចិត្ត10ថ្ងៃដល់ស្មៅដោះពេញស្រែហើយកាត់ឲ្យគោគេចូលស៊ីដូងខ្ទេចខ្សែគេប៉ាត់ជុំវិញច្រូតអស់ហើយបាត់ទ្វារផងលូតលឿននេះស្មៅហ្នឹងច្រូតប៉ាត់ជុំវិញអាហារការទេធ្វើលបងហ្នឹងស៊ីខ្ទេចស្រែមិនតាំងនឹងធ្វើណាទុកណាមុនហ្នឹងចូលស៊ីចេកស៊ីដូងម៉ោង8បាទហើយព្រះស្មៅក៏លូតលបងក៏រិចស្រែមកតាំងហ្នឹង